លោកសុខាអាយុ42ឆ្នាំជាឪពុកលែងប្រពន្ធរស់នៅផ្ទះតូចមួយក្នុងសង្កាត់ភ្នំពេញគាត់មានកូនស្រីតែម្នាក់ឈ្មោះសុជីអាយុ19ឆ្នាំកំពុងរៀនឆ្នាំទី2នៅសាកលវិទ្យាល័យសុជីជាក្មេងស្រីសកម្មមានមិត្តភក្តិច្រើនជាពិសេសមិត្តបរទេសថ្ងៃសៅរ៍មួយភ្លៀងធ្លាក់ខ្លាំងណាស់សុជីបាននាំមិត្តស្រីជនជាតិជប៉ុនម្នាក់ឈ្មោះយូខាមកលេងផ្ទះយូកាអាយុ19ឆ្នាំដែរជានិស្សិតផ្លាស់ប្ដូរកម្មវិធីមកសិក្សានៅកម្ពុជានាងមានសម្បុរស្បែកស្អាតសក់ខ្មៅវែងភ្នែកធំនិងរាងកាយតូចស្អាតដែលធ្វើឲ្យបុរសណាម្នាក់ក៏ងាយចាប់អារម្មណ៍ពេលមកដល់ផ្ទះសុជីបានណែនាំប៉ានេះយូកាមិត្តខ្ញុំនាងមកពីតូក្យូហើយថ្ងៃនេះភ្លៀងធ្លាក់ខ្លាំងនាងមិនអាចត្រឡប់ទៅអស់សាលាបានទេសូមឲ្យនាងស្នាក់មួយយប់បានទេលោកសុខាញឹមទទួលបានហើយកូនស្វាគមន៍យូកាគាត់មើលយូកាមួយផ្លែតហើយមានអារម្មណ៍ចម្លែកមួយកើតឡើងក្នុងទ្រូងភ្នែកនាងញឹមឆ្លងភ្នែកគាត់ដូចជាមានអ្វីមួយកំពុងហៅគ្នាយប់នោះភ្លៀងនៅតែធ្លាក់ឥតឈប់សុជីហត់គេងលក់នៅបន្ទប់ខ្លួនឯងយូកាត្រូវគេងនៅបន្ទប់ភ្ញៀវប៉ុន្តែនាងមិនអាចបិទភ្នែកបាននាងក្រោកឡើងទៅផឹកទឹកហើយជួបលោកសុខាដែលកំពុងអង្គុយមើលទូរស័ព្ទនៅបន្ទប់ទទួលភ្ញៀវមិនគេងទេគាត់សួរសំឡេងទាបយូកាញឹមខ្មាស់អៀនភ្លៀងខ្លាំងខ្ញុំភ័យតិចតួចគាត់ក្រោកឡើងដើរទៅជិតនាងហើយដាក់ដៃលើស្មាមកអង្គុយនៅទីនេះខ្ញុំនៅជាមួយបរិយាកាសកាន់តែក្តៅឡើងយូកាមើលមុខគាត់ភ្នែកទាំងពីរអ្នកជួបគ្នាគ្មាននរណាម្នាក់និយាយអ្វីទៀតទេលោកសុខាលើកដៃមកលើកថ្ពាល់នាងហើយថើបនាងធ្នមយូកាមិនបដិសេធផ្ទុយទៅវិញនាងបើកមាត់ទទួលហើយដៃតូចរបស់នាងចាប់ស្មាគាត់ថើបនោះកាន់តែជ្រៅដៃគាត់ចាប់ផ្ដើមលើកអាវយូកាលាតត្រដាងស្បែកសឡូងនាងខ្សឹបតិចជាភាសាជប៉ុនប៉ុន្តែសំឡេងរំញ័រនោះធ្វើឲ្យគាត់កាន់តែឆេះសុំកុំឲ្យសុជីដឹងយូកាខ្សឹបខណៈដែលគាត់កំពុងថាបករបស់នាងគ្មាននរណាដឹងទេគាត់ឆ្លើយហើយលើកនាងឡើងដឹកទៅបន្ទប់គេងរបស់គាត់នៅទីនោះភ្លើងស្នេហ៍បានឆាបឆេះយ៉ាងខ្លាំងគាត់ដោះសម្លៀកបំពាក់នាងយ៉ាងយឺតស្រូបយករាល់ស្បែកនាងដែលមានក្លិនក្រអូបស្រាលយូកាស្រែកតិចដៃចាប់សក់គាត់ខណៈដែលគាត់កំពុងលេងនឹងរាងកាយនាងរហូតដល់នាងញ័រទាំងខ្លួនពេលគាត់ចូលទៅក្នុងខ្លួននាងយូកាស្រែកធ្នមប៉ុន្តែភ្នែកនាងបើកធំពោពេញដោយតណ្ហាពួកគេធ្វើស្នេហាគ្នាយ៉ាងក្តៅគប់ដោយភ្លៀងនៅខាងក្រៅគ្រប់ដណ្ដប់រាល់សំឡេងគាត់ធ្វើឲ្យនាងឡើងដល់កម្ពស់ជាច្រើនដងរហូតដល់ទាំងពីរនាក់ស្រែកចេញមកក្នុងពេលតែមួយហើយរលាយជាមួយគ្នាពេលព្រឹកឡើងយូកាភ្ញាក់មុននាងសម្លឹងមុខលោកសុខាដែលនៅតែដេកលក់នាងញឹមតិចថើបថ្ពាល់គាត់ម្ដងហើយសរសេរក្រដាសតូចមួយអរគុណសម្រាប់យប់មិញខ្ញុំនឹងមិនភ្លេចទេប៉ុន្តែសូមរក្សាជាសម្ងាត់សូមទោសផងយកខានាងចេញទៅបន្ទប់ភ្ញៀវវិញមុនពេលសុជីភ្ញាក់បន្ទាប់មករាល់ពេលយូកាមកលេងផ្ទះឬសុជីនាំនាងទៅណាមកណាភ្នែករបស់លោកសុខានិងយូកាតែងតែជួបគ្នាយ៉ាងសម្ងាត់ដោយមានភ្លើងតណ្ហាដែលមិនអាចពន្លត់បានកំពុងរង់ចាំពេលវេលាបន្ទាប់ទៀតពីថ្ងៃនោះមកយូកាមកលេងផ្ទះសុជីស្ទើរតែរាល់ចុងសប្តាហ៍សុជីរីករាយណាស់ព្រោះនាងចូលចិត្តមានមិត្តជប៉ុននៅជាមួយប៉ុន្តែនាងមិនដឹងទេថារាល់ដងដែលនាងចេញទៅផ្សារឬទៅងូតទឹកគឺជាឱកាសដែលភ្លើងតណ្ហារបស់ប៉ានាងនិងមិត្តនាងឆាបឆេះឡើងវិញសប្តាហ៍ទី3ថ្ងៃសៅរ៍ម្ដងទៀតភ្លៀងធ្លាក់តិចប៉ុន្តែអាកាសក្តៅខ្លាំងសុជីនិយាយថាប៉ាខ្ញុំទៅផ្សារជាមួយមិត្តបន្ទាប់យូកានៅផ្ទះជាមួយប៉ាអត់ធុញទេណាលោកសុខាញឹមធម្មតាមិនធុញទេកូនទៅចុះទ្វាររបិទហើយសុជីទៅនឹងចេញទៅយូកាឈរនៅមាត់ជណ្ដើរស្លៀកខោខ្លីពណ៌និងអាវយឺតតឹងដែលបង្ហាញរាងកាយស្អាតរបស់នាងច្បាស់ណាស់នាងញឹមខ្មាស់ហើយខ្សឹបជាភាសាខ្មែរសុខាខ្ញុំខានអ្នកណាស់គាត់មិននិយាយអ្វីទេគ្រាន់តែដើរទៅចាប់ដៃនាងទាញចូលបន្ទប់គេងតែម្ដងទ្វាររបិទសោចុចយូកាឡោតឡើងរុំគាត់ថើបគាត់យ៉ាងឃ្លានដៃតូចចាប់អាវគាត់ច្រូតចេញខ្ញុំសុបិនអំពីអ្នករាល់យប់នាងខ្សឹបខណៈដែលគាត់កំពុងថើបនិងចុងដោះតូចរបស់នាងយូកាស្រែកធ្នមរាងកាយញ័រដៃច្របាច់ខ្នងគាត់លោកសុខាដាក់នាងចុះលើគ្រែដោះខោខ្លីនាងចេញយ៉ាងលឿននាងមិនស្លៀកខ្នងទេគ្រាន់តែខោតូចពណ៌ផ្កាឈូកគាត់លុតជង្គង់ទាញខោតូចនាងចេញហើយចាប់ផ្ដើមលិតផ្ចិតនាងយ៉ាងខ្លាំងយូកាស្រែកខ្លាំងដៃចាប់ក្បាលគាត់តានចុះជ្រៅខ្លួនកង់ឡើងអេសុខាខ្ញុំមកហើយនាងញ័រទាំងខ្លួនទឹកស្នេហ៍ហូរចេញពេញមាត់គាត់ប៉ុន្តែគាត់មិនទាន់ឈប់ទេគាត់ក្រោកឡើងដោះខោខ្លួនឯងចេញបង្ហាញរបស់គាត់ដែលរឹងខ្លាំងយូកាមើលភ្នែកភ្លឹបហើយលូកដៃមកចាប់លេងឡើងចុះយ៉ាងស្រួលធំណាស់ខ្ញុំចូលចិត្តនាងញឹមអសោចហើយអង្គុយឡើងចាប់ផ្ដើមបឺតវាយ៉ាងជំនាញគាត់ឈរស្រែកធ្នមដៃចាប់សក់នាងជំរុញឲ្យជ្រៅជាង
ពេលគាត់ទ្រាំមិនបានគាត់ដាក់នាងចុះខ្នងហើយចូលទៅក្នុងខ្លួននាងតែម្ដងយូកាស្រែកខ្លាំងជើងរុំចង្កេះគាត់តានគាត់ឲ្យលឿនជាងខ្លាំងទៀតសុខាខ្ញុំជារបស់អ្នកគាត់ធ្វើយ៉ាងខ្លាំងក្រែងញ័រសំឡេងសាច់ប៉ះសាច់លឺនាងមកម្ដងទៀតលើកទី2ហើយគាត់ក៏មកតាមបាញ់ចូលក្នុងខ្លួននាងពេញពួកគេដេកអប់គ្នាញើសឆ្អែតខ្លួនយូកាថាបទ្រូងគាត់ខ្សឹបខ្ញុំចង់ធ្វើបែបនេះរាល់ថ្ងៃប៉ុន្តែសូជីជាមិត្តខ្ញុំគាត់ញឹមយើងនឹងរកវិធីអ្នកជាស្នេហ៍សម្ងាត់របស់ខ្ញុំមួយសប្តាហ៍ក្រោយសូជីត្រូវទៅសំណាក់នៅក្រៅរាជធានី2យប់ដោយសារកម្មវិធីសាកលវិទ្យាល័យយប់ដំបូងដែលសូជីមិននៅយូកាផ្ញើសារខ្ញុំមកឥឡូវនេះបានទេលោកសុខាឆ្លើយត្រឡប់មកចុះទ្វារបើកចាំអ្នកយប់នោះពួកគេធ្វើស្នេហ៍គ្នាពេញមួយយប់គ្មានអ្នករំខានយូកាស្រែកខ្លាំងដោយគ្មានខ្លាចគេឮគាត់ធ្វើនាងគ្រប់ដំណាក់ពីលើគ្រែតូចជញ្ជាំងក្នុងបន្ទប់ទឹកសំបីនៅលើសាឡុងក៏ដែរនាងមកដល់7 ដងរហូតដល់ខ្លួនអស់កម្លាំងសុំអង្វរព្រឹកឡើងនាងដេកអប់គាត់ញឹមសប្បាយប៉ុន្តែនៅថ្ងៃទី2មានរឿងមិននឹកស្មានដល់សូជីត្រឡប់មកផ្ទះមុនពេលកំណត់ព្រោះកម្មវិធីបានបញ្ចប់មុននាងបើកទ្វារចូលឬសំឡេងស្រែករបស់យូកាពីបន្ទប់ប៉ាសូជីឈប់ដកដង្ហើមដៃញ័រនាងដើរទៅជិតបន្ទប់ហើយឃើញទ្វារបើកគំនូសតិចនាងឃើញអ្វីដែលនាងមិនគួរឃើញទេប៉ារបស់នាងនិងមិត្តជប៉ុនរបស់នាងកំពុងធ្វើស្នេហ៍គ្នាយ៉ាងក្តៅគប់សូជីឈានថយក្រោយទឹកភ្នែកហូរប៉ុន្តែចិត្តនាងមានអារម្មណ៍ចម្លែកមួយទៀតនាងមិនដឹងថាគួរខឹងឬច្រណែនសូជីឈរតាក់ទងទ្វារបន្ទប់ប៉ាដែលញ័រទឹកភ្នែកហូរសាមថ្ពាល់នាងឃើញច្បាស់យូកាដេកក្នុងលើគ្រែជើងរុំចង្កេះប៉ាខណៈប៉ាកំពុងផ្លាស់ទៅមកយ៉ាងខ្លាំងសំឡេងស្រែកតិចរបស់យូកាឡាយឡើងជាមួយសំឡេងក្រែញ័រសូជីចង់ស្រែកចង់រត់ចេញទៅប៉ុន្តែជើងនាងហាក់ដូចជាជាប់នឹងកម្រាលនាងមានអារម្មណ៍ចម្លែកមួយកើតឡើងក្នុងទ្រូងកំហឹងឈឺចាប់ប៉ុន្តែក៏មានអ្វីមួយក្តៅខ្លាំងនៅក្នុងពោះវៀនផងដែរនាងមិនអាចបដិសេធបានទេថាការឃើញរូបភាពនោះធ្វើឲ្យខ្លួននាងញ័រមិនមែនតែខឹងនោះទេនាងថយក្រោយស្ងាត់ចេញទៅបន្ទប់ខ្លួនឯងបិទទ្វារថ្នមនាងអង្គុយលើគ្រែដង្ហើមញាប់ដៃចាប់ស្បែកខ្លួនឯងដោយមិនដឹងខ្លួនរូបភាពនៅក្នុងក្បាលនាងមិនឈប់បង្វិលទេបន្ទាប់ពីប្រហែល30នាទីសំឡេងស្រែកបានឈប់សូជីលសំឡេងជើងស្រាលហើយសំឡេងទ្វារបន្ទប់ប៉ាបិទបន្ទាប់មកមានសំឡេងជែកខ្សឹបខ្សៀវនាងស្ដាប់មិនច្បាស់ប៉ុន្តែអាចសន្និដ្ឋានបានថាយូកាកំពុងត្រៀមចេញទៅនាងសម្រេចចិត្តមិនបង្ហាញខ្លួនទេនាងដេកចុះសម្លឹងពីដានរហូតដល់ឮសំឡេងទ្វារខាងក្រៅបិទនិងសំឡេងម៉ូតូយូកាចាប់ដំណើរព្រឹកបន្ទាប់សូជីធ្វើជាធម្មតានាងញឹមឲ្យប៉ាសួរសុខទុក្ខហើយនិយាយថាប៉ាយូកាមកលេងផងសើមិញប៉ាអត់ធុញទេលោកសុខាញឹមឆ្លើយអត់ទេកូននាងជាក្មេងល្អគាត់មើលនាងមួយផ្លែតហាក់មានអារម្មណ៍ស្ទាក់ស្ទើរប៉ុន្តែសូជីមិនបង្ហាញអ្វីទេប៉ុន្តែនៅក្នុងចិត្តសូជីបានសម្រេចចិត្តហើយនាងចង់ដឹងថាតើអ្វីដែលធ្វើឲ្យយូកាអាចតាក់ទាញប៉ានាងបានខ្លាំងម្លេះនាងចង់សាកល្បងចង់ដឹងថាតើខ្លួនឯងអាចធ្វើឲ្យប៉ាមានអារម្មណ៍បែបនោះបានដែរឬទេល្ងាចនោះសូជីស្លៀកអាវយឺតតឹងនិងខោខ្លីជាងធម្មតាដើរចេញមកបន្ទប់ទទួលភ្ញៀវដែលប៉ាកំពុងអង្គុយមើលទូរស័ព្ទនាងអង្គុយជិតគាត់ជើងប៉ះជើងគាត់តិចប៉ាថ្ងៃនេះខ្ញុំអាចគេងជាមួយប៉ាបានទេខ្ញុំខ្លាចភ្លៀងនាងនិយាយខ្សឹបសំឡេងទន់ភ្នែកមើលគាត់ផ្ទាល់លោកសុខាភ្ញាក់ផ្អើលប៉ុន្តែគាត់ញឹមបានសិនកូនធំហើយប៉ុន្តែបើចង់អញ្ចឹងក៏បានយប់នោះនៅក្នុងបន្ទប់គេងរបស់គាត់សូជីដេកជិតគាត់ខ្លាំងជាងធម្មតានាងបែរខ្នងមកគាត់ប៉ុន្តែគូកន្លឹងថ្នមប៉ះខ្នងគាត់នាងខ្សឹបប៉ាធ្លាប់គិតថាខ្ញុំស្អាតទេលោកសុខាដកដង្ហើមធំកូនស្អាតណាស់សូជីនាងបែរមកប្រឈមមុខគាត់ដៃលើកមកលើទ្រូងគាត់ប៉ាចូលចិត្តយូកាជាងខ្ញុំឬសំណួរនោះធ្វើឲ្យគាត់ស្លុតគាត់មិនឆ្លើយបានទេសូជីញឹមតិចហើយថាបថ្ពាល់គាត់ថ្នមដូចជាកូនស្រីធម្មតាប៉ុន្តែបន្ទាប់មកនាងផ្លាស់មកថាបមាត់គាត់លោកសុខាភ្ញាក់ផ្អើលប៉ុន្តែគាត់មិនរុញនាងចេញទេគាត់ឆ្លើយតបថាបនោះដែលចាប់ចង្កេះនាងសូជីខ្សឹបខ្ញុំឃើញហើយយប់មិញប៉ុន្តែខ្ញុំមិនខឹងទេខ្ញុំគ្រាន់តែចង់ឲ្យប៉ាស្រឡាញ់ខ្ញុំដែរគាត់សម្លឹងនាងយូរហើយថាបនាងម្ដងទៀតលើកនេះកាន់តែជ្រៅសូជីលាយខ្លួនទៅក្នុងអបរបស់គាត់ដែលចាប់អាវគាត់ចេញនាងខ្សឹបបង្រៀនខ្ញុំឲ្យដឹងថាតើអ្វីដែលប៉ាចូលចិត្តយប់នោះពួកគេឆ្លងកាត់សេមាដែលមិនគួរឆ្លងសូជីរៀនពីប៉ាហើយប៉ាក៏បានរកឃើញភាពក្មេងស្រីនិងភាពក្លាហានដែលគាត់មិនធ្លាប់គិតថានឹងមាននៅក្នុងកូនស្រីខ្លួនឯងវាជាការលាយឡំរវាងតណ្ហាកំហឹងនិងស្នេហាដែលបង្ខូច
ព្រឹកឡើងពួកគេមិននិយាយអ្វីច្រើនទេប៉ុន្តែនៅពេលសុជីផ្ញើសារទៅយូកាយប់នេះមកផ្ទះវិញបានទេខ្ញុំចង់និយាយជាមួយអ្នកនិងប៉ាខ្ញុំយូកាឆ្លើយត្រឡប់យ៉ាងឆាប់បានខ្ញុំនឹងមកល្ងាចនោះយូកាមកដល់ផ្ទះដោយភ្នែកស្ទាក់ស្ទើរនាងស្លៀកអាវយឺតស្ដាងនិងខោខ្លីដែលបង្ហាញរាងកាយស្អាតរបស់នាងដូចធម្មតាសុជីបើកទ្វារញឹមទទួលប៉ុន្តែញឹមនោះមានអ្វីមួយចម្លែកមិនមែនជាមិត្តធម្មតាទៀតទេមកចុះយូកាប៉ាខ្ញុំកំពុងរង់ចាំសុជីនិយាយដែលចាប់ដៃនាងទាញចូលខាងក្នុងយូកាមើលមុខសុជីហើយឃើញភ្នែកនាងមានភ្លើងតណ្ហាដែលនាងធ្លាប់ឃើញនៅក្នុងខ្លួនឯងលោកសុខាអង្គុយនៅសាឡុងញឹមតិចគាត់មិនដឹងថាសុជីបានរៀបចំអ្វីទេប៉ុន្តែគាត់មានអារម្មណ៍ថារាត្រីនេះនឹងមិនធម្មតាសុជីអង្គុយជិតប៉ាហើយនិយាយទៅកាន់យូកាខ្ញុំដឹងហើយខ្ញុំដឹងអំពីអ្នកនិងប៉ាខ្ញុំយូកាស្លេកមុខដែលញ័រនាងគិតថាសុជីនឹងខឹងនឹងដេញនាងចេញប៉ុន្តែសុជីញឹមដើរទៅជិតនាងហើយដាក់ដៃលើស្មាខ្ញុំមិនខឹងទេខ្ញុំចង់ចូលរួមពាក្យនោះធ្វើឲ្យយូកាភ្ញាក់ផ្អើលហើយលោកសុខាក៏ក្រោកឡើងមើលកូនស្រីខ្លួនដែរសុជីបែរមកប៉ាខ្សឹបប៉ាយើងទាំងបីអាចសប្បាយជាមួយគ្នាបានទេខ្ញុំចង់ឲ្យយូកាសប្បាយនឹងប៉ាក៏ដែរបរិយាកាសកាន់តែក្តៅឡើងយូកាមើលសុជីហើយញឹមតិចនាងមិនដឹងថាគួរធ្វើអ្វីប៉ុន្តែតណ្ហាក្នុងខ្លួននាងកំពុងឆេះសុជីចាប់ផ្ដើមដោយថើបយូកាធ្នមដែលលើកអាវនាងលាតត្រដាងស្បែកសឡូងយូកាឆ្លើយតបថើបតបខណៈដែលលោកសុខាមើលពីក្រោយរបស់គាត់ចាប់ផ្ដើមរឹងឡើងសុជីទាញយូកាទៅសាឡុងដាក់នាងអង្គុយលើភ្លៅប៉ានាងខ្សឹបទៅកាន់យូកាបង្ហាញខ្ញុំថាអ្នកធ្វើឲ្យប៉ាសប្បាយយ៉ាងម៉េចយូកាញឹមខ្មាស់ហើយចាប់ផ្ដើមថាពកលោកសុខាដៃតូចរុញចូលក្នុងខោគាត់ចាប់របស់គាត់លេងយ៉ាងស្រួលសុជីមើលហើយចាប់ផ្ដើមដោះអាវខ្លួនឯងដៃមួយលើកមកលើកដោះយូកាពេលនេះទាំងបីនាក់បានរលាយជាមួយគ្នាលោកសុខាថាបសុជីខណៈដែលយូកាកំពុងបិទរបស់គាត់យ៉ាងជំនាញសុជីស្រែកថ្នមពេលប៉ាលេងនឹងផ្ចិតនាងហើយយូកាក៏ចូលរួមលិតស្បែកសុជីយ៉ាងទន់ភ្លន់ពួកគេផ្លាស់ទីទៅបន្ទប់គេងដែលជាកន្លែងដែលភ្លើងតណ្ហាឆេះខ្លាំងបំផុតសុជីដេកខ្នងយូកាអង្គុយលើមុខនាងឲ្យនាងលិតចិត្តយូកាខណៈដែលលោកសុខាចូលទៅក្នុងខ្លួនសុជីយ៉ាងខ្លាំងសំឡេងស្រែករបស់ទាំងបីអ្នកលីឡំគ្នារាងកាយញ័រញើឆ្អែតអែហែសុជីអ្នកល្អណាស់យូកាស្រែកខណៈដែលនាងមកលើមុខសុជីលោកសុខាផ្លាស់ទៅយូកាធ្វើនាងពីក្រោយខណៈដែលសុជីថើបដោះយូកាពួកគេធ្វើគ្រប់ដំណាក់រហូតដល់ទាំងបីនាក់មកជាមួយគ្នាស្រែកចេញមកក្នុងពេលតែមួយរលាយជាមួយគ្នាដោយតណ្ហាដែលមិនអាចពន្លត់បានព្រឹកឡើងពួកគេដេកអប់គ្នាទាំងបីគ្មាននរណាម្នាក់និយាយអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ទេប៉ុន្តែពួកគេដឹងថានេះមិនមែនជាលើកចុងក្រោយទេភ្លើងស្នេហ៍ក្នុងផ្ទះនេះបានឆេះឡើងទៅជាភ្លើងធំដែលនឹងឆេះបន្តទៀតបន្ទាប់ពីយប់ដែលទាំងបីនាក់បានបើកចិត្តឲ្យគ្នាទាំងស្រុងផ្ទះតូចមួយនោះក្លាយជាកន្លែងដែលពោពេញដោយអាថ៌កំបាំងនិងតណ្ហាដែលមិនអាចលាក់បានទៀតពួកគេមិននិយាយអំពីគស្នេហាឬទំនាក់ទំនងទេគ្រាន់តែយល់ព្រមថានេះជាអ្វីមួយដែលពួកគេត្រូវការហើយនឹងរក្សាវាឲ្យនៅក្នុងជញ្ជាំងទាំងនេះពីរបីថ្ងៃក្រោយសុជីចាប់ផ្ដើមមានគំនិតថ្មីនាងចង់ធ្វើឲ្យរឿងនេះកាន់តែខ្លាំងកាន់តែជ្រៅកាន់តែគ្មានសីលធម៌នាងផ្ញើសារទៅយូកាយប់នេះមកផ្ទះវិញខ្ញុំមានផែនការថ្មីសុំស្លៀកអ្វីដែលស្ដើងបំផុតនិងកុំស្លៀកខោក្នុងយូកាឆ្លើយត្រឡប់តែអ៊ីម៉ូជីមួយគ្រាប់ល្ងាចនោះយូកាមកដល់ដោយស្លៀកអាវរំយោលស្ដើងណាស់ដែលអាចមើលឃើញដោះតូចរបស់នាងច្បាស់និងសំពត់ខ្លីដែលគ្រាន់តែគ្រប់ដល់គូបបន្តិចសុជីបើកទ្វារហើយភ្លាមនោះក៏ចាប់ថើបយូកាយ៉ាងខ្លាំងដែលលូកចូលក្រោមសំពត់ប៉ះផ្ចិតនាងដែលសើមរួចហើយអ្នកសើមហើយឬសុជីខ្សឹបដែលលេងនឹងនាងខណៈដែលនៅមាត់ទ្វារយូកាញ័រខ្សឹបតបខ្ញុំគិតពីអ្នកទាំងថ្ងៃសុជីញឹមទាញនាងចូលខាងក្នុងបិទទ្វារហើយនាំទៅបន្ទប់ទទួលភ្ញៀវដែលលោកសុខាកំពុងអង្គុយរង់ចាំសុជីនិយាយទៅប៉ាថ្ងៃនេះយើងលេងល្បែងមួយបានទេយើងនឹងធ្វើអ្វីដែលប៉ាចង់ប៉ុន្តែប៉ាត្រូវអនុញ្ញាតឲ្យខ្ញុំនិងយូកាគ្រប់គ្រងលោកសុខាញឹមភ្នែកឆេះបានតើកូនចង់ឲ្យប៉ាធ្វើអ្វីសុជីមិនឆ្លើយគ្រាន់តែទាញយូកាទៅអង្គុយលើភ្លៅប៉ាហើយចាប់ផ្ដើមថើបគ្នាទាំងពីរខណៈដែលដៃនាងលូកចូលក្នុងខោប៉ាចាប់របស់គាត់លេងយ៉ាងយឺតយូកាចាប់ផ្ដើមថើបពកនិងទ្រូងប៉ាខណៈដែលសុជីដោះសំពត់យូកាចេញលាតត្រដាងរាងកាយទាំងមូលសុជីខ្សឹបប៉ាអង្គុយស្ងៀមកុំផ្លាស់ទីរហូតដល់ខ្ញុំប្រាប់នាងដាក់យូកាឲ្យអង្គុយលើមុខប៉ាឲ្យគាត់លិតផ្ចិតនាងខណៈដែលសុជីអង្គុយលើភ្លៅគាត់ចាប់របស់គាត់ចូលក្នុងខ្លួនឯងយ៉ាងយឺតសំឡេងស្រែករបស់យូកានិងសុជីលាយឡំគ្នាខណៈដែលលោកសុខាត្រូវធ្វើតាមដែលចាប់គូកទាំងពីរប៉ុន្តែមិនអនុញ្ញាតឲ្យផ្លាស់ទីខ្លាំង
បន្ទាប់មកសូជីបដូរតំណែងនាងដាក់យូកាឲ្យដេកក្នុងលើសាឡុងហើយឲ្យប៉ាចូលទៅក្នុងខ្លួនយូកាពីខាងក្រោយខណៈដែលសូជីអង្គុយលើមុខយូកាឲ្យនាងលឹកចិត្តខ្លួនឯងពួកគេធ្វើបែបនេះរហូតដល់ទាំង3នាក់មកជាមួយគ្នាម្ដងបន្ទាប់មកបដូរតំណែងម្ដងទៀតរហូតដល់គ្មាននរណាម្នាក់នៅតែអាចរាប់បានថាមកប៉ុន្មានដងនៅចុងក្រោយពួកគេដេកជង្គង់នៅលើកម្រាលសូជីនិងយូកាលើកម្រាលក្នុងប៉ះគ្នាខណៈដែលលោកសុខាផ្លាស់ទៅមកក៏វៀងខ្លួនទាំងពីរចូលក្នុងសូជីមួយដងចូលក្នុងយូកាមួយដងរហូតដល់គាត់មិនអាចទ្រាំបានបាញ់ចេញមកលើខ្នងទាំងពីរខណៈដែលសូជីនិងយូកាកំពុងថើបគ្នាយ៉ាងក្តៅគប់ពេលអស់កម្លាំងពួកគេដេកអោបគ្នាទាំង3នៅលើកម្រាលញើសទឹកស្នេហ៍និងញើសលីឡំគ្នាសូជីខ្សឹបយើងនឹងធ្វើបែបនេះរាល់ដងដែលមានឱកាសប៉ុន្តែត្រូវរក្សាសម្ងាត់យូកាញឹមថាបសូជីម្ដងហើយបែរទៅថាបលោកសុខាខ្ញុំមិនចង់បញ្ចប់ទេនាងខ្សឹបលោកសុខាមើលទាំងពីរហើយនិយាយតែប្រយោគតែមួយវាមិនបញ្ចប់ទេវាទើបតែចាប់ផ្ដើមខែបន្តបន្ទាប់ផ្ទះតូចក្នុងសង្កាត់ភ្នំពេញនោះបានក្លាយជាកន្លែងដែលពោរពេញដោយភ្លើងស្នេហ៍សម្ងាត់ប៉ុន្តែក៏ពោរពេញដោយស្រមោលនៃការភ័យខ្លាចផងដែរទាំង3នាក់បានសាំនឹងទម្លាប់ថ្មីរាល់ពេលសូជីទៅស្នាក់នៅសាលាឬទៅលេងមិត្តយូកានឹងមកផ្ទះហើយពួកគេនឹងរលាយគ្នាយ៉ាងក្តៅគប់ប៉ុន្តែពេលសូជីនៅផ្ទះពួកគេកាន់តែហ៊ានកាន់តែគ្មានសីលធម៌កាន់តែចង់បានច្រើនមួយយប់ភ្លៀងធ្លាក់ខ្លាំងដូចថ្ងៃដំបូងដែលយូកាលេងផ្ទះសូជីនិងយូកាស្លៀកតែខោក្នុងតូចដេកអង្គុយនៅលើសាឡុងខណៈលោកសុខាអង្គុយមើលពួកនាងពីកៅអីខាងក្រោយសូជីខ្សឹបទៅយូកាថ្ងៃនេះយើងឲ្យប៉ាជ្រើសរើសថាចង់ធ្វើជាមួយនរណាមុនយូកាញឹមខ្មាស់ប៉ុន្តែភ្នែកនាងឆេះលោកសុខាមើលទាំងពីរហើយនិយាយសំឡេងទាបខ្ញុំចង់ធ្វើជាមួយទាំងពីរក្នុងពេលតែមួយពួកគេផ្លាស់ទៅបន្ទប់គេងសូជីដេកខ្នងយូកាដេកពីលើខ្នងប៉ះខ្នងគ្នាជើងទាំងពីរបើកឆ្លងគ្នាលោកសុខាឈរនៅចន្លោះផ្លាស់ទៅមកក៏វៀងខ្លួនទាំងពីរចូលសូជីមួយដងចូលយូកាមួយដងលឿនខ្លាំងរហូតដល់សំឡេងស្រែករបស់ទាំងពីរក្មេងស្រីលាយឡំគ្នាជាមួយសំឡេងភ្លៀងខាងក្រៅប៉ុន្តែនៅពាក់កណ្ដាលយប់សំឡេងទូរស័ព្ទសូជីរត់នាងមិនខ្វល់ប៉ុន្តែវារត់ម្ដងហើយម្ដងទៀតយូកាដែលកំពុងញ័រដោយសារដង្ហាស្រាប់តែខ្សឹបសូជីវាជាម៉ែអ្នកហើយសូជីឈប់ដកដង្ហើមញាប់ហើយលូកដៃទៅយកទូរស័ព្ទនៅលើអេក្រង់មានសារជាច្រើនសូជីម៉ែនៅខាងក្រៅផ្ទះហើយម៉ែត្រឡប់មកផ្ទះមុនពេលកំណត់បើកទ្វារមកពេលនោះទាំង3នាក់ស្លាប់ជាប់គ្នាភ្លើងតណ្ហាដែលឆេះខ្លាំងបំផុតបានរលត់ទៅក្នុងរយៈពេលតែប៉ុន្មានវិនាទីសូជីរួមដៃសុំទោសយូកាភ្លាមរត់ទៅបន្ទប់ភ្ញៀវស្លៀកអាវឆាប់យូការត់ទៅបន្ទប់ភ្ញៀវខណៈលោកសុខាស្លៀកខោនិងអាវយ៉ាងលឿនហើយដើរទៅបើកទ្វារម៉ែសូជីចូលមកមុខហត់ប៉ុន្តែភ្នែកសម្លឹងមើលជុំវិញផ្ទះនាងសួរហេតុអ្វីក្មេងមិនបើកភ្លើងហើយហេតុអ្វីមានក្លិនចម្លែកបែបនេះសូជីញឹមបង្ខំខ្ញុំនិងយូកាមកលេងគ្នាបន្ទាប់មកភ្លៀងធ្លាក់យើងអង្គុយនិយាយគ្នាម៉ែសូជីមើលទៅបន្ទប់ភ្ញៀវឃើញយូកាកំពុងអង្គុយលើគ្រែស្លៀកអាវយឺតធំសក់វែងសើមញើសហើយញឹមខ្មាស់ម៉ែមិននិយាយអ្វីទៀតទេគ្រាន់តែថាយប់នឹងម៉ែនឿងហត់ណាស់ស្អែកម៉ែនិយាយជាមួយសូជីវិញនាងដើរចូលបន្ទប់គេងខ្លួនឯងបន្ទាប់ពីម៉ែចូលគេងទាំង3នាក់មើលមុខគ្នាគ្មាននរណាម្នាក់និយាយអ្វីទេភ្លើងដែលឆេះខ្លាំងបំផុតបានរលត់ចុងក្រោយដោយសារការពិតដែលពួកគេមិនអាចបន្តលាក់បានទៀតព្រឹកបន្ទាប់យូកាត្រូវតែត្រឡប់ទៅអស់សាលានាងថើបសូជីម្ដងហើយថើបថ្ពាល់លោកសុខាម្ដងមុនពេលចេញទ្វារនាងខ្សឹបតែប្រយោគតែមួយខ្ញុំស្រឡាញ់អ្នកទាំងពីរប៉ុន្តែខ្ញុំមិនអាចបំផ្លាញជីវិតអ្នកបានទេយូកាចេញទៅហើយមិនដែលត្រឡប់មកវិញទៀតសូជីនិងលោកសុខាបន្តរស់នៅក្នុងផ្ទះតែមួយប៉ុន្តែភ្លើងតណ្ហាដែលធ្លាប់ឆេះខ្លាំងបានក្លាយជាភេទត្រជាក់ពួកគេមិនដែលនិយាយអំពីយប់ទាំងនោះទៀតទេមានតែភ្នែកដែលជួបគ្នាម្ដងការដែលនៅតែមានស្រមោលនៃអ្វីមួយដែលពួកគេធ្លាប់មានប៉ុន្តែមិនអាចត្រឡប់មកវិញបានទៀតភ្លើងស្នេហ៍ក្នុងផ្ទះភ្លៀងបានឆេះខ្លាំងបំផុតប៉ុន្តែក៏បានរលត់ទៅជាមួយភ្លៀងដែលធ្លាក់ឥតឈប់ដោយទុកតែក្លិនចម្លែកមួយនៅក្នុងខ្យល់និងការចងចាំដែលគ្មាននរណាហ៊ាននិយាយ